បើខ្ញុំចង់បងបោសតើបានដែរឬទេអ្នកគ្រូចាសំណួរមួយហ្នឹងបងប្អូនដឹងហើយគឺនឹងខ្ញុំពិបាកឆ្លើយឲ្យមែនតើណាដោយសារអីនេះខ្ញុំជាមន្ត្រីពេទ្យទេបងប្អូនមិនមែនជាមន្ត្រីខាងបោសសទេណាគ្រាន់ថាពេទ្យនិងបោសសនោះគឺមានភាពជិតស្និទ្ធនឹងគ្នាដោយសារបោសសគឺជាអ្នកដែលគាត់ចេញសេវាឲ្យពេទ្យជាអ្នកព្យាបាលចាអញ្ចឹងមានន័យថាបោសសជាអ្នកទូទាត់មកឲ្យពេទ្យអញ្ចឹងទើបនាងខ្ញុំបានយល់ដឹងច្រើនអំពីខាងបោសសអញ្ចឹងបានជានាងចេះធ្វើប្រធានបទពីបោសសឲ្យបងប្អូនបានយល់បានដឹងណាចាហើយដូចជាសំណួរច្រើនណាគាត់តែសួរថាបើខ្ញុំចង់បងបន្តបានដែរឬទេអ្នកគ្រូអីចឹងណាហើយទៅដូចជាមានសំណួរបងប្អូនស្រីមួយនេះវិញណាមនោរមគាត់ថាអ្នកគ្រូខ្ញុំជាកម្មការនីរោងចក្រអញ្ចឹងចុះណាកម្មការនីចាដល់ខ្ញុំឈប់ខ្ញុំទៅសុំបងបន្តគេមិនឲ្យបងទេព្រោះខ្ញុំឈប់ក៏សុំទៅខ្ញុំអាយុច្រើនដែរហើយ47អូ47ហើយបងចាកូនខ្ញុំឈប់ឲ្យធ្វើរោងចក្រដល់ទៅសុំបងបន្តខាងបោសគេមិនឲ្យបងមិនឲ្យបន្តបងទេគាត់ថាខ្ញុំគ្មានសិទ្ធិបងទេព្រោះអត្តលិកការងារធ្វើបើចង់ប្រើទៅធ្វើរោងចក្រវិញទៅព្រោះចាពេលខ្លះអានអត់ចង់ដាច់តែកាត់យល់បានចាមានន័យថាគាត់អាយុ47ឆ្នាំហើយទៅគាត់ឈប់កូនឈប់ឲ្យធ្វើរោងចក្រអីអញ្ចឹងគាត់ចង់ទៅបងបន្តមានន័យយើងចង់បងពីនយោជកមកជាបោសសស្វែងនយោជណាបើយើងបងនៅខ្លួនឯងគឺជាស្វែងនយោជទេបងប្អូនចាអញ្ចឹងសំណួរគាត់សួរសំណួរគាត់និយាយហ្នឹងមានន័យថាគាត់ទៅសុំបងគេឲ្យបងអញ្ចឹងណាអញ្ចឹងសំណួរបងប្អូនច្រើនទៀតក៏គាត់សួរមកដែរក៏គាត់ថាគេមិនឲ្យតែបងបានដែរឬទេអ្នកគ្រូអញ្ចឹងណាអញ្ចឹងប្រាប់ទៅបងប្អូនថាចេះបានឬមិនបានណាបងប្អូនគឺអាស្រ័យទៅលើការងាររបស់បងប្អូនចាអញ្ចឹងគឺអាស្រ័យបងប្អូនទៅជួបជាមួយនឹងភ្នាក់ងារខាងមន្ត្រីបូសចាហើយគេមាន app របស់គេសម្រាប់តែគេធ្វើការសម្ភាសផ្ទាល់ដូចចង់សម្ភាសតាម app ក៏បានដែរបងប្អូនពេលយើងសម្ភាសគ្រប់សពអស់យើងគេចេញជាវិញ្ញាបនបត្រយើងអាចយកទៅបងបូសតែម្ដងក៏បានចាអាហ្នឹងជាគឺថាជាផ្នែកមួយចាហើយបើសិនមួយទៀតយើងចង់ច្បាស់ព័ត៌មានយើងអាចទៅជួបជាមួយនឹងភ្នាក់ងារបោសតែម្ដងណាអញ្ចឹងបងប្អូនតែសួរបងបានដែរឬទេអ្នកគ្រូបងបានដែរឬទេអ្នកគ្រូអញ្ចឹងខ្ញុំអាចឆ្លើយទៅបានឬអត់ទេអាស្រ័យទៅលើបងប្អូនរវាងបងប្អូននិងខាងបោសណាអញ្ចឹងបោសគាត់ត្រូវការអ្វីចាបោសគឺគាត់ត្រូវការអ្នកដែលគាត់មានចំណេះជំនាញមានមុខរបរមួយពិតប្រាកដចាហើយមានប្រាក់ចំណូលទៀងដែរមានន័យថាយើងមានប្រាក់ចំណូលណាពីមុនដូចជាមិនតឹងរឹងដែរទេបងប្អូនពីមុនគឺបោសយើងអាចបងបានទោះបីជាឲ្យនិយាយទៅតែមានលុយបងគឺបងបានដែរពីមុនណាតែដល់ពេលមកក្រោយហ្នឹងរឿងតឹងរឹងបន្តិចឯងបងប្អូនដោយសារអីយើងមិនអាចខឹងខាងបោសបានទេពីព្រោះថាការដែលបងស្រួលឈប់ក៏ស្រួលចាអញ្ចឹងអ្នកពីមុនមកច្រើនទទួលលេខអីចឹងទៅបងហើយបងរួចឈប់បងអ្នកដែលគាត់ឈប់បងច្រើនដែរបងប្អូនហើយដល់ពេលឥឡូវនេះគឺគេចម្រាញ់យកអ្នកដែលគាត់ចង់បងទៅប្រកបបងបានយូរបងគេថាជាសមាជិកបានយូរចាហើយបើសិនជាបងប្អូនបងតែដូចថាទៅបងស្រួលអានតែបងស្រួលបងបានមួយខែពីរខែ3ខែឬក៏កន្លះឆ្នាំឬក៏មួយឆ្នាំពីរឆ្នាំបងប្អូនឈប់អញ្ចឹងតួលេខបំប៉ោងឡើងចាប៉ុន្តែសម្រាប់អតិចង់និយាយបើអតិជនឬចោះអតិជនវាកាន់តែតិចទៅចាអញ្ចឹងគឺអត់ទេឥឡូវនេះគឺគេចម្រាញ់យកអ្នកដែលចង់ជាសមាជិកបោសសពិតប្រាកដអ្នកដែលជាសមាជិកបានយូរណាអញ្ចឹងទើបគេអាចជ្រើសរើសយកនៅអ្នកដែលគាត់មានមុខរបរមានប្រាក់ចំណូលអីចឹងណាបងប្អូនអញ្ចឹងខ្លះគាត់សួរថាទឹកបងត្រូវមានអីខ្លះអ្នកគ្រូអញ្ចឹងអ្នកបងប្អូនការដែលយើងទឹកបងហ្នឹងគឺយើងមានអីបងប្អូនមានអត្តសញ្ញាណប័ណ្ណចាមានអត្តសញ្ញាណប័ណ្ណមានលិខិតផ្សេងៗដែលបញ្ជាក់ពីខ្លួនយើងអីចឹងណាចាឬក៏អ្នកខ្លះទៀតបើសិនជាគាត់ជាមុខរបរចាមានតែពេលខ្លះគាត់ត្រូវចោះជាមួយនឹងរូបថតការថតអីចឹងទៅបងប្អូនរូបថតចោះមុខរបររបស់គាត់អីចឹងណាឬក៏បើសិនជាគាត់ជាឧទាហរណ៍គាត់ជាអាជីវករអាជីវកម្មអីខ្នាតធំអីដែរអញ្ចឹងគឺគេត្រូវការវិញ្ញាបនបត្របងប្អូនអញ្ចឹងអាត្រង់ហ្នឹងក៏នាងខ្ញុំពិបាកឆ្លើយដែរដោយសារអីការតម្រូវគឺខុសគ្នាអ្នកខ្លះគេសុំតែរូបថតមួយស្លឹកដែលបងប្អូនថតនៅផ្ទះរបស់បងប្អូនដែលមានអីវ៉ាន់លក់ចឹងទៅចាអ្នកខ្លះទៀតគេស្នើសុំដល់ទៅវិញ្ញាបនបត្រដែលបងប្អូនបើកអាជីវកម្មអីចឹងណាដើម្បីបញ្ជាក់ថាបងប្អូនពិតជារកស៊ីមុខរបរអាជីវកម្មមួយនឹងមែនចាអញ្ចឹងបាននាងខ្ញុំពេលខ្លះសំណួរខ្លះយើងបាក់ឆ្លើយដែរចាប៉ុន្តែគ្រាន់ថាអត់អីបងប្អូនបើសិនជាបងប្អូនចង់ច្បាស់ខ្លាំងមែនតើបងប្អូនគឺ1286ណាអញ្ចឹងបងប្អូនសូមបងប្អូនយល់ថាមន្ត្រីពេទ្យនិងមន្ត្រីបោសគឺមានភាពជិតស្និទ្ធគ្នាប៉ុន្តែមន្ត្រីពេទ្យមិនមែនជាមន្ត្រីបោសទេណាចាអញ្ចឹងនាងខ្ញុំព្យាយាមជួយនាងខ្ញុំព្យាយាមឆ្លើយដល់អ្វីដែលនាងខ្ញុំដឹងនាងខ្ញុំចេះគឺមិនចិត្តអាក្រក់នឹងការចែករំលែកជូនទៅបងប្អូនទេណាប៉ុន្តែអ្វីដែលលើពីសមត្ថភាពអ្វីដែលមិនដឹងគឺនាងខ្ញុំអាចឆ្លើយដែរចាអញ្ចឹងបើបងប្អូនគិតថាមានប្រយោជន៍សូមជួយចែករំលែកនិង follow page ម្នាក់មួយផងណា